អាចឧត្តមខៀវកញ្ញរិទ្ធប្រកាសផ្ដល់ជំនួយ2លានរៀលដល់យុវជនខ្មែរដើរថ្មើរជើងឆ្លងខេត្តជាច្រើនដើម្បីផ្សព្វផ្សាយទេសចរណ៍នៅថ្ងៃទី6ខែតុលាឆ្នាំ2025នេះយុវជនខ្មែរម្នាក់បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានធ្វើដំណើរថ្មើរជើងដ៏អស្ចារ្យពីរាជធានីភ្នំពេញទៅខេត្តរតនគិរីឆ្លងកាត់ខេត្តជាច្រើនដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរកម្ពុជាការធ្វើដំណើរដ៏វែងឆ្ងាយជាមួយនឹងគោលបំណងសាមញ្ញធ្វើអ្វីដែលខ្លួនស្រឡាញ់និងផ្សព្វផ្សាយទេសភាពស្អាតៗនៃប្រទេសកម្ពុជាគាត់បានចែករំលែកថាដំណើរនេះមិនមានគោលបំណងផ្សងព្រេងក្រៅពីការបំពេញបំណងផ្ទាល់ខ្លួននិងការលើកទឹកចិត្តឲ្យមនុស្សជាច្រើនស្គាល់អំពីសម្បត្តិវប្បធម៌ធម្មជាតិនិងសម្បត្តិវប្បធម៌ខេត្តរតនគិរីឯកឧត្តមខៀវកញ្ញរិទ្ធឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជូនដំណឹងផ្ដល់ជំនួយថវិកា2លានរៀលដល់យុវជនរូបនេះជាសាធារណៈនៅលើបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តមដើម្បីលើកទឹកចិត្តចំពោះសកម្មភាពដ៏មានអត្ថន័យនេះឯកឧត្តមបានអនុញ្ញាតឲ្យយុវជនមកទទួលថវិកានៅពេលណាក៏បានដែលជាកាយវិការបង្ហាញពីការគាំទ្រចំពោះស្មារតីស្នេហាជាតិនិងការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយទេសចរណ៍ទោះបីមានមតិរិះគន់មួយចំនួនតូចចាត់ទុកដំណើរនេះថាជាការចូលក៏ដោយក៏យុវជនរូបនេះនៅតែបន្តដំណើរប្រកបដោយសុវត្ថិភាពនិងគោរពសហគមន៍មូលដ្ឋានគាត់បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋនៅតាមខេត្តដែលឆ្លងកាត់ដែលបានផ្ដល់អាហារទីជម្រកនិងថវិកាបន្តិចបន្តួចនិងជាពិសេសបានលើកទឹកចិត្តដល់រូបប្អូនផងដែរតាមរយៈការចែករំលែករូបភាពនិងបទពិសោធន៍នៅលើបណ្ដាញសង្គមគាត់បានទាក់ទាញចំណាប់អារម្មណ៍និងជំរុញឲ្យមនុស្សជាច្រើនចង់មកទស្សនាកម្ពុជាការផ្សព្វផ្សាយទេសចរប្រកបដោយអត្ថន័យការផ្សព្វផ្សាយទេសចររបស់យុវជនរូបនេះគឺជាការបង្ហាញពីភាពសម្បូរបែបនៃទេសភាពនិងវប្បធម៌កម្ពុជាតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនពីផ្លូវលំតូចៗផ្លូវជាតិដ៏ស្រស់ស្អាតគាត់បានរំលេចភាពទាក់ទាញនៃខេត្តនានាដែលជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាននិងការយល់ដឹងអំពីការអភិរក្សការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងប្រស័យទាក់ទងដ៏រួសរាយរាក់ទាក់ជាមួយអ្នកស្រុកបានធ្វើឲ្យគាត់ក្លាយជាគំរូនៃការផ្សព្វផ្សាយទេសចរប្រកបដោយការទទួលខុសត្រូវនៅលើបណ្ដាញសង្គមដំណើរនេះបានក្លាយជាប្រធានបទដ៏ផុសផុលដោយទទួលបានការចែករំលែកនិងការសរសើរយ៉ាងច្រើនសម្លេងគាំទ្រលើមតិអវិជ្ជមានដោយចាត់ទុកគាត់ជាវីរបុរសនៃការផ្សងព្រេងនិងស្នេហាជាតិជាមួយនឹងការគាំទ្រពីឯកឧត្តមខៀវកញ្ញរិទ្ធនិងសហគមន៍យុវជនរូបនេះបានបង្កើនឥទ្ធិពលវិជ្ជមានដែលជំរុញឲ្យមនុស្សជាច្រើនចូលរួមថែរក្សានិងលើកស្ទួយទេសចរកម្ពុជា